មានតែគេខ្លះចូលចិត្តមើល view ពីកន្លែងខ្ពស់ដូចខ្ញុំបើខ្ញុំវិញគឺចូលចិត្តខ្លាំងដោយសារពេលដែលយើងមើលទៅគឺមានអារម្មណ៍ថាយើងដូចឃើញពិភពលោកទាំងអស់ហ្មងហើយថ្ងៃនេះផងដែរគឺខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលទេសភាពមួយខ្ញុំទាំងអស់គ្នានៅក្នុងទីក្រុងញូវយ៉កហើយកន្លែងហ្នឹងគឺមានឈ្មោះថា The Summit One Vanderbilt ខ្ញុំមិនដឹងអានខុសត្រូវប៉ុន្តែខ្ញុំអានតាមអក្សរគេអញ្ចឹងថ្ងៃដែលខ្ញុំទៅហ្នឹងគឺខ្ញុំកក់សំបុត្រតាមអនឡាញហើយពេលទៅដល់គឺគេឲ្យកระดาษនេះមួយសម្រាប់យើងបិទដៃហើយបន្តមកគឺយើងត្រូវឈរចាំឡើងទៅលើអាគារដើម្បីមើលទេសភាពហ្នឹងហើយមនុស្សច្រើនខ្លាំងមែនតើហើយគេមានសន្តិសុខអីយាមច្រើនកលៈមែនតើហើយមានឆ្កែចាំហិតយើងហើយដល់ពេលចូលបានមកកលៈហើយនៅចាំមកកលៈទៀតនិយាយទៅមនុស្សច្រើនទៅដែរអញ្ចឹងបន្ទាប់ពីចាំហើយគឺគេឲ្យយើងមកយកវ៉ាន់មក check in របៀបឆែកមើលក្នុងកាបូបក្នុងអាវធំយើងចឹងហើយមិននឹងឡើងចរាយន្តហ្នឹងគឺគេបានឲ្យថងស្បែកជើងយើងមួយដើម្បីកុំឲ្យស្បែកជើងយើងហ្នឹងទៅជន់ប្រឡាក់នៅលើឥដ្ឋគេចឹងបន្ទាប់មកដល់វគ្គ scan អាក្តារដែលគេឲ្យយើងបិទដៃមុនហ្នឹងហើយនឹង scan មុខយើងមុននឹងចូលទៅក្នុងអាគារគេហ្នឹងហើយបន្ទាប់មកគេបានឲ្យយើងចូលទៅក្នុងបន្ទប់មួយដើម្បីមើលវីដេអូហ្នឹងគឺគេនិយាយពីប្រវត្តិនៃការសាងសង់របស់អាគារហ្នឹងអីចឹងហើយអស់ទៅគេឲ្យយើងដើរចូលទៅចរាយន្តហើយនៅពេលដែលចូលចរាយន្តហ្នឹងគេដាក់ភ្លេងហើយគេធ្វើភ្លើងអីឡើងធ្វើឲ្យយើងរំភើបហ្មងនិយាយទៅពេលខ្ញុំមើលវីដេអូនៅក្នុងចរាយន្តហ្នឹងម្ដងទៀតក៏ខ្ញុំមានអារម្មណ៍រំភើបដែរចាំខ្ញុំដាក់សម្លេងឲ្យស្ដាប់Start the journey to your right. ទីមផុតយើងក៏បានមកដល់ហើយនេះគឺជាទេសភាពដែលថតពីជាន់ទី91របស់គារគេនឹងអ្នកនរគ្នានិយាយទៅគឺស្អាតខ្លាំងមែនតើអ្នកនរគ្នាដូចខ្ញុំនិយាយរបៀបថាយើងមើលទៅដូចឃើញពិភពលោកទាំងមូលហ្មងហើយនៅក្នុងជាន់ហ្នឹងគឺគេ design របៀបបញ្ចក់ជុំវិញខ្លួនយើងអញ្ចឹងហើយដល់ពេលមើលទៅយើងឃើញ reflect ខ្លួនយើងគ្រប់ទិសទីហ្មងហើយបើអ្នកខ្លះវិញគេដេកនៅគ្នាពេញហ្នឹងដើម្បីថតរូបហើយខ្ញុំភ្លេចប្រាប់អ្នកនរគ្នាអាគារហ្នឹងគឺមានទាំងអស់93ជាន់តែជាន់ដែលយើងធ្វើមកលេងហ្នឹងគឺមានតែ3ជាន់ទេមាន91 92និង93ហើយអាជាន់ក្រោមហ្នឹងគឺខ្ញុំបានទៅ search មើលទៅគេថាហ្នឹងគេគ្រាន់តែធ្វើ office អីធម្មតាទេហើយជាន់ដែលយើងធ្វើមកលេងហ្នឹងគឺមានតែ3ជាន់ហ្នឹងទេបន្ទាប់មកទៀតនេះគេមានកន្លែងនេះគេមានតាំងដូចជាថ្មខ្ញុំមិនដឹងថ្មអីទេព្រោះអីគេអត់ឲ្យប៉ះអីអញ្ចឹងមើលទៅវារៀងអលងប៉ុន្តែអត់សូវមានមនុស្សច្រើនហើយអញ្ចឹងទៅខ្ញុំក៏ឡើងទៅជាន់បន្តទៀតជាន់នេះគឺមានសុទ្ធតែពេជ្រប៉ោងហ្មងអ្នកនរគ្នានេះហើយខ្ញុំឃើញគេថតរូបបានស្អាតៗណាស់ចែប៉ុន្តែពេលយើងមកដល់ណាចែអូខេអញ្ចឹងអាកន្លែងហ្នឹងគឺបើថាយើងចង់ថតរូបឲ្យស្អាតអីគឺមិនបានទេយើងបានតែទៅលេងសប្បាយមើលកន្លែងគេអញ្ចឹងទៅបន្ទាប់មកខ្ញុំក៏បានឡើងមកជាន់ដែលខ្ពស់ជាងគេគឺជាន់ទី93ហ្នឹងពេលឡើងមកដល់គឺកន្លែងហ្នឹងគេមានកន្លែងឲ្យយើងមើលចុះទៅក្រោមមកកន្លែងយើងឡើងមកដំបូងជាន់ទី91ហើយពេលយើងដើរទៅទៀតទៅរបៀបអាកញ្ចក់នោះវាឆ្លោះពីក្រោមមកលើពីលើទៅក្រោមមកដល់ពេលមើលយូរទៅចង់វិលចង់វែងតែរបៀបវាមើលទៅឃើញខ្លួនឯងច្រើនឃើញមនុស្សច្រើនពេកចុះឲ្យសុទ្ធតែកញ្ចក់ជុំវិញហើយនៅលើជាន់គេទាំងអស់ហ្នឹងក៏គេមានលក់អីញ៉ាំហើយនឹងអីផឹកដូចគ្នាដែរប៉ុន្តែតម្លៃថ្លៃខ្លាំងមែនតើហើយគេក៏មានទីធ្លាសម្រាប់អ្នកដែលចង់មកអង្គុយញ៉ាំអីនៅខាងក្រៅដែរអូខេអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ